ព្រឹកព្រលឹមនៅភូមិស្ងាត់ជ្រងំកាំរស្មីព្រះអាទិត្យទន់ភ្លន់បំភ្លឺជីវិតថ្មីមន្តអាគមត្រូវប្រើដើម្បីជួយមិនមែនដើម្បីបំផ្លាញក្នុងព្រៃជ្រៅមានខ្លាដ៏ខ្លាំងមួយឈ្មោះសុរិយាហេតុអ្វីខ្ញុំម្នាក់ឯងជានិច្ចថ្ងៃនេះខ្ញុំត្រូវជួយម៉ាក់ច្រើនថ្ងៃនេះត្រូវជួយម៉ាក់ច្រើនកុំខ្លាចខ្ញុំមិនប៉ះពាល់អ្នកទេThe official saw what others did not see. អំណាចធំត្រូវការចិត្តល្អធំជាងនេះមន្តអាគមពិតប្រាកដគឺចិត្តមេត្តាអំណាចធំត្រូវការចិត្តល្អធំជាងនេះចិត្តសូរិយាបានផ្លាស់ប្ដូរខ្ញុំនឹងការពារអ្នកទាំងអស់គ្នាខ្ញុំអាចជួយបានសូមកុំខ្លាចខ្ញុំការភ័យខ្លាចចាប់ផ្ដើមរលាយប្ដូរទៅជាការចង់ដឹងខ្លាមិនគួរឲ្យខ្លាចទេអ្នកមិនមែនជាសត្វអាក្រក់ទេអ្នកគ្រាន់តែឯកោលោកតាមន្ត្រីបង្រៀនថាជីវិតត្រូវការតុល្យភាពរវាងកម្លាំងនិងមេត្តាអ្នកខ្លាំងមិនមែនអ្នកឈ្នះទេតែអ្នកដែលថែរក្សាព្រៃជ្រះបានត្រឡប់មកស្មប់សន្តាំងកិញដោយសារចិត្តលត្រនិងការយល់យត់ថ្ដេចព្រៃឈើបានវិលត្រប់ទៅរកភាពស្ងប់ស្ងាត់វិញហើយដោយសារចិត្តល្អនិងការយល់ចិត្តខ្ញុំនឹងឈរនៅទីនេះដើម្បីការពារភូមិនេះខ្ញុំនៅទីនេះដើម្បីការពារព្រះពុទ្ធនិងអ្នកទាំងអស់គ្នាថ្ងៃស្អាតទាំងអស់នឹងមករាត្រីសុរិយាឈរយាមដោយមិនធុញទ្រាន់មនុស្សក្នុងភូមិចាប់ផ្ដើមអរគុណនិងគោរពសុរិយាអរគុណអ្នកណាស់សូរិយា The official blinked slowly giving a slight nod of approval លោកតាមន្ត្រីញញឹមព្រោះមន្តអាគមបានបំពេញនាទីរដូវវស្សាបានមកដល់ជាមួយការប្រជុំថ្មីទឹកជំនន់គំរាមកំហែងដំណាំដែលជាជីវិតរបស់ភូមិយើងត្រូវធ្វើរួមគ្នាដើម្បីសង្គ្រោះដំណាំកម្លាំងពិតប្រាកដមកពីការរួបរวมគ្នាកុំចោះចាញ់យើងអាចធ្វើបានដោយការខិតខំរួមគ្នាភូមិបានឆ្លងកាត់គ្រោះថ្នាក់យើងបានជោគជ័យហើយភូមិនេះមានសុវត្ថិភាពព្រោះអ្នកសូរិយាត្រូវបានគោរពជាអ្នកការពារប្រពៃណីដោយស្លៀកសម្លៀកបំពាក់ពិសេសខ្ញុំនៅទីនេះដើម្បីការពារព្រះពុទ្ធនិងអ្នកទាំងអស់គ្នាអំណាចមិនមែនសម្រាប់ខ្លួនឯងតែសម្រាប់ការពារនិងជួយគេការបង្រៀននឹងអំណោយនេះជាសញ្ញានៃការទទួលខុសត្រូវយល់ចិត្តនិងកម្លាំងនឹងធ្វើឲ្យអ្នកខ្លាយជាអ្នកការពារពិតប្រាកដពេលថ្ងៃលិចភូមិពោពេញដោយភាពស្ងប់ស្ងាត់និងសេចក្តីសុខសូរិយាអ្នកបានធ្វើអ្វីដែលល្អបំផុតហើយមាលាបានធ្លាប់រៀនពីមិត្តភាពកម្លាំងនិងការទទួលខុសត្រូវខ្ញុំចេះយល់ពីការជួយគ្នានិងការថែរក្សា The mountains and forests are silent because of the sun's mind that resists danger. The children in the village can play safe and happily. មើលផងខ្លាមកជាមួយយើងលោកតាមន្ត្រីបានចាកចេញយ៉ាងស្ងប់ស្ងាត់បន្ទាប់ពីបង្រៀននិងដឹកនាំសូរិយាចងចាំថាអំណាចមកពីចិត្តល្អសូរិយានឹកឃើញពាក្យនៃលោកតាមន្ត្រីហើយចិត្តរបស់គេកាន់តែខ្លាំងចិត្តល្អនឹងនាំឲ្យខ្ញុំអាចការពារភូមិនេះបានរដូវភ្លឺលិចបានឆ្លងកាត់ដោយស្ងប់ស្ងាត់និងភាពរីកចម្រើនក្នុងភូមិមើលផងសូរិយានៅទីនេះជាអ្នកការពារសូរិយាអ្នកបានធ្វើអ្វីដ៏អស្ចារ្យសូរិយាបានក្លាយជាអ្នកការពារភូមិនិងសញ្ញានៃសុវត្ថិភាពខ្ញុំនឹងនៅទីនេះជាអ្នកការពារនិងមិត្តរួមភូមិពន្លឺថ្ងៃ
មួយផ្សងហើយនាំឲ្យភូមិពោរពេញដោយសុវត្ថិភាពនិងសេចក្តីសុខ ថ្ងៃថ្មីបានមកភូមិរបស់យើងសុវត្ថិភាពហើយ ចប់ហើយភូមិនិងព្រៃឈើបានរស់នៅក្នុងភាពស្ងប់ស្ងាត់សុវត្ថិភាពនិងសេចក្តីសុខ នេះជាផ្លូវដែលអំណាចនិងចិត្តល្អបង្កើតសុវត្ថិភាព ព្រឹកថ្មីមួយចាប់ផ្ដើមនៅសាលារៀនដែលពោរពេញដោយក្តីសង្ឃឹមនិងការសិក្សា ថ្ងៃនេះយើងទៅបណ្ណាល័យទេ ទៅ សៀវភៅគឺជាបង្អួចទៅកាន់ពិភពលោក What does that mean for us? It means we can learn about everything through reading. បណ្ណាល័យជាកន្លែងស្ងប់ស្ងាត់ប៉ុន្តែពោរពេញដោយអាថ៌កំបាំង សៀវភៅច្រើនណាស់ សៀវភៅនេះចម្លែកណាស់ ចំណេះដឹងអាចនាំយើងធ្វើដំណើរឆ្លងការបរទេស វាអ្វីកើតឡើង ពួកគេមកដល់ថ្នាក់រៀននៃអតីតកាលដែលពោរពេញដោយភាពសាមញ្ញនិងការគោរព ទីនេះខុសពីសាលារបស់យើងណាស់ ពួកគេស្ងៀមស្ងាត់ណាស់ ការគោរពគ្រូគឺជាមូលដ្ឋាននៃចំណេះដឹង យើងត្រូវធ្វើបែបនេះជានិច្ច មុនមានក្រដាសការសិក្សាត្រូវការភាពអត់ធ្មត់ វាពិបាកប៉ុន្តែគួរឲ្យចាប់អារម្មណ៍ ខ្ញុំត្រូវព្យាយាម ចំណេះដឹងត្រូវបានបង្រៀនដោយបេះដូងស្ដាប់ដោយចិត្តស្ងប់ យល់ហើយលោកគ្រូ ខ្ញុំជួយអ្នកបាន ការជួយគ្នាធ្វើឲ្យការសិក្សាល្អប្រសើរឡើង ខ្ញុំជួយអ្នកបាន ខ្ញុំជួយអ្នកបានអរគុណសៀវភៅគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ យើងត្រូវថែរក្សាវា ការឆ្លុះបញ្ចាំងធ្វើឲ្យមេរៀនចូលក្នុងចិត្ត ខ្ញុំបានរៀនច្រើនពិតណាស់យើងទៅទីណាទៀត ពេលវេលានាំពួកគេទៅកន្លែងសិក្សាថ្មីមួយទៀតសាលាសាមញ្ញក៏អាចបង្កើតប្រាជ្ញាបាន ទូសាមញ្ញក៏មានតម្លៃយើងអានជាមួយគ្នា ការអានជាក្រុមបង្កើតការយល់ដឹងរួម ចំណេះដឹងកាន់តែច្រើនពេលចែករំលែក មី ខ្ញុំយល់ហើយ តោះបន្តទៅមក ការបង្រៀនត្រូវការភាពស្ងប់ស្មោះត្រង់និងការគោរព ពួកគេផ្ដោតអារម្មណ៍ខ្លាំងណាស់ វិន័យជាគន្លឹះនៃការសិក្សាល្អ ខ្ញុំនឹងអង្គុយឲ្យត្រឹមត្រូវ ចូលរក្សាចំណេះដឹងនេះ ខ្ញុំនឹងធ្វើវា ខ្ញុំ ក៏នឹងធ្វើវាដែរ ល្អណាស់កូន ពួកគេយល់ថាអតីតកាលអាចបង្ហាញផ្លូវអនាគតបាន យើងត្រូវយកមេរៀនទាំងនេះទៅប្រើពេលវេលាហៅពួកគេត្រឡប់ទៅបច្ចុប្បន្ន ដល់ពេលត្រឡប់ហើយ ការធ្វើដំណើរឆ្លងការបរិច្ឆេទបញ្ចប់ដោយចំណេះដឹងថ្មី ខ្ញុំមិនភ្លេចទេ យើងត្រឡប់មកវិញហើយ យើងត្រឡប់មកវិញដោយបេះដូងពេញទៅដោយមេរៀន ពួកគេចាប់ផ្ដើមគោរពការសិក្សាដោយចិត្តថ្មី យើងត្រូវថែរក្សាសៀវភៅនេះ ខ្មើថ្ងៃនេះខ្ញុំនឹងខិតខំរៀន ខ្មើខ្ញុំនឹងជួយអ្នក គ្រូ សួស្តីគ្រូ សួស្តីគ្រូ ការគោរពចាប់ផ្ដើមពីជំហានទូចៗ កូនថ្ងៃនេះមានវិន័យណាស់ ការផ្ដោតអារម្មណ៍ធ្វើឲ្យការសិក្សាមានប្រសិទ្ធភាព ខ្ញុំយល់លឿនជាងមុន ការចែករំលែកចំណេះដឹងបង្កើតមិត្តភាព ខ្ញុំជួយអ្នកបាន មើលត្រង់នេះ អូយយល់ហើយអរគុណ ពេលគ្រប់គ្នាខិតខំនិងគោរពគ្នា សាលារៀនក្លាយជាកន្លែងរីករាយ នេះហើយជាសាលារៀនល្អ ស
សាលារបស់យើងត្រូវស្អាតជានិច្ច ពិតណាស់ ការថែរក្សាបរិស្ថានសិក្សាជាផ្នែកមួយនៃវិន័យ យើងមកទាន់ពេលការគោរពពេលវេលាជាគន្លឹះនៃភាពជោគជ័យយើងមកទាន់ពេលចែករំលែកបទពិសោធន៍មេរៀនកាន់តែច្បាស់សៀវភៅបានបង្រៀនយើងអំពីវិន័យនិងការគោរព គ្រូណែនាំថាចំណេះដឹងត្រូវបានប្រើក្នុងជីវិតប្រចាំថ្ងៃមេរៀនល្អមិនមែនសម្រាប់ដឹងទេតែសម្រាប់អនុវត្ត អ្នកដែលស្រឡាញ់ចំណេះដឹងនឹងមានអនាគតភ្លឺស្វាង យើងស្រឡាញ់ការសិក្សា